ខ្ញុំជឿជាក់ថារបបដែលយើងបានបង្កើតបាទជាង200បទនេះនឹងធ្វើឲ្យកូនខ្មែរទាំងអស់គ្នាយល់ពីតថភាពជាក់ស្ដែងពីអតីតកាលបាទការរស់នៅបែបមានសង្គ្រាមនិងគ្មានសង្គ្រាមរបៀបមិនបាទសម្បីតែការសបាយសម្បីតែការសិក្សាក៏យើងពិបាកលើជីវិតរបស់លោកនៅពេលដែលខ្ញុំច្រៀងចម្រៀងរបស់លោកបានខ្ញុំដឹងថាអត់ស្រួលទេមិនមែនជាការងារស្រួលទេដែលស្វែងរកសន្តិភាពជូនបងប្អូនកូនខ្មែរបានស្លៀកពាក់កៅអៅស្អាតបាតអង្គុយកន្លែងទំនើបមានម៉ាស៊ីនត្រជាក់អាចរាំអាចច្រៀងអាចនិយាយទៅសប្បាយប៉ុន្តែជីវិតរបស់លោកទងន់ទៅដល់ថ្ងៃនេះគឺលោកពិបាកមែនទែនទាំងជីវិតការរៀនសូត្រទាំងស្នេហាទាំងការបែកបាក់និងការជួបជុំគឺមានគ្រប់រសជាតិនៅក្នុងសាច់រឿងមួយនេះអញ្ចឹងខ្ញុំលើកទឹកចិត្តបងប្អូនទាំងអស់គ្នាដែលនៅក្នុងនេះក៏ដូចជាបងប្អូនយើងបាទនៅប្រទេសខ្មែរឬនៅក្រៅស្រុកអាចចូលទៅមើលរឿងសាច់រឿងនេះហើយស្ដាប់បទចម្រៀងនេះហើយអ្នកទាំងអស់គ្នានឹងយល់ពីតម្លៃសន្តិភាពដែលពិបាករកដោយសម្ដេចតេជោក៏ដូចជាបដិបត្តិកម្ពុជារបស់ខ្លួន